សម្រាប់ភ្ញៀវដែលគាត់ YouTube ចេញមកបែបហ្នឹងបាទ scan QR code បែបហ្នឹងហើយចង់ដាក់ QR code ផ្ទាល់ខ្លួនគណនីផ្ទាល់ខ្លួនសម្រាប់ iPhone គឺយើងអត់មាននេះពិបាកទេយើងបើកតែកាមេរ៉ាហើយយើង scan បានតែសម្រាប់ Android ស៊េរីខ្លះបងប្រើស៊េរីចាស់ណាគឺវាអត់មានមុខងារ scan ស៊ីនមកហើយអញ្ចឹងយើងត្រូវចូលទៅក្នុង Play Store ឥឡូវខ្ញុំយកទូរស័ព្ទស៊េរីចាស់មួយគឺបាទយើងគ្រាន់តែចូលក្នុង Play Store ហើយយើងធ្វើការ search បាទឈ្មោះនេះ QR and barcode scanner ខ្ញុំគិតថាខ្ញុំមិនបាច់ប្រាប់អ្នកគ្នាថា Play Store នឹងអីគេណាបាទអូខេអញ្ចឹងយើងចូល Play Store យើងចុចតឡើងវាមកយើងចាំឲ្យវាបាន 100% សិនទៅអូខេឥឡូវយើងតឡើងបានជោគជ័យណាបាទអញ្ចឹងយើងចុចបើកបាទឬក៏យើងចុចទៅ home screen យើងរក app ហ្នឹងមកឬក៏យើងបើកនៅកន្លែងហ្នឹង auto ហ្មងក៏បានដែរបាទអូខេមកដល់កន្លែងនេះយើងយកអាលើគេនេះអារូបកាមេរ៉ានេះបាទយករូបកាមេរ៉ាហ្នឹងមកយើងចុចលើគេបំផុតទៀតមកបាទបន្ទាប់មកយើងអាច scan បានយើងចុច scan ហើយវាចេញ link នៅខាងលើនេះអញ្ចឹងយើងចុច link ហ្នឹងមួយមកបាទហើយមកដល់កន្លែងនេះអ្នកនរនេះចុច continue ណាចុច continue នេះមកបាទហើយចុច continue រហូតទៀតមកណាបាទចុចនិយាយទៅឲ្យតែឃើញអញ្ចឹងចុចអាស្ដាមដៃមកវាអត់ចេះខុសទេណាបាទបន្ទាប់មកវានឹងធ្វើការ load account នឹងចូលហើយឃើញទេបាទតែប៉ុណ្្នឹងអ្នកនរគ្នាអាច scan បានជោគជ័យហើយ